ជាមួយ snow crop កំភ្លើងមួយគ្រាប់សត្វកេងកងក្បាលរឹងឈ្មោលបានធ្លាក់ចុះពីលើមេឃដ៏ខ្ពស់ក្រុមព្រានព្រៃបានគាស់យកលលាក្បាលរបស់វារួចចម្លាក់រូបព្រះពុទ្ធនៅលើលលាក្បាលពណ៌ក្រហមនោះដើម្បីបន់ស្រន់សុំសេចក្តីសុខសប្បាយដល់អ្នកទិញប៉ុន្តែពួកគេមិនបានដឹងឡើយថានៅក្នុងប្រហោងឈើដែលនៅចម្ងាយជាង10គីឡូម៉ែត្រនៅមានជីវិតពីរទៀតក៏ត្រូវបានកាត់ទោសប្រហារជីវិតក្នុងពេលតែមួយនោះដែរសត្វកេងកងក្បាលរឹងគឺជាប្រភេទសត្វកេងកងដ៏ពិសេសបំផុតមួយនៅលើពិភពលោកសត្វកេងកងភាគច្រើនមានមួកក្បាលប្រហោងដូចជាអូខូសអ្នកសពដែលធ្វើឲ្យសំឡេងយំរបស់ពួកវាឮទៅបានកាន់តែឆ្ងាយមានតែសត្វកេងកងក្បាលរឹងប៉ុណ្ណោះដែលខុសប្លែកពីគេមួកក្បាលរបស់វាស្ទើរតែហាប់ណែនទាំងស្រុងមានសាច់ហាប់ដូចភ្លុកដំរីហើយត្រូវបានលាបពណ៌ឲ្យទៅជាពណ៌ក្រហមលឿងទុំដោយសារធាតុបញ្ចេញពីក្រពេញខ្លាញ់របស់វាមួកពណ៌ក្រហមដ៏ប្លែកពីគេនេះបានធ្វើឲ្យវាคล้ายជាគោលដៅនៃការតាមប្រមាញ់យ៉ាងឆ្កួតលីលារបស់ពួកព្រានព្រៃនៅក្នុងរង្វង់អ្នកប្រមូលទិញវត្ថុមានតម្លៃវាថែមទាំងមានឈ្មោះមួយដែលពោពេញដោយការចំអកឡកលើថាក្រហមក្បាលក្រៀលមនុស្សជាច្រើនគិតថាក្រហមក្បាលក្រៀលគ្រាន់តែជាជាតិពុលដ៏សាហាវនៅក្នុងរឿងព្រេងបុរាណប៉ុណ្ណោះប៉ុន្តែតាមពិតទៅសិប្បកម្មដែលហៅថាក្រហមក្បាលក្រៀលនៅលើទីផ្សារសប្តាហ៍ថ្ងៃនេះភាគច្រើនត្រូវបានផលិតឡើងពីផ្នែកហាប់ណែននៃក្បាលសត្វកេងកងក្បាលរឹងជាងចម្លាក់នឹងយកវាទៅធ្វើជារូបព្រះពុទ្ធបន្តោងឬវត្ថុតាំងលម្អរួចបន្ថែមអត្ថន័យនៃការបន់ស្រន់សុំសេចក្តីសុខជោគជ័យនិងការការពារពីគ្រោះចង្រៃផ្សេងៗហើយស្នាដៃដែលមានសោភ័ណភាពល្អឥតខ្ចោះអាចមានតម្លៃរហូតដល់រាប់ម៉ឺនដុល្លាររូបចម្លាក់ដែលមានទំហំប៉ុនមេដៃធ្លាប់ត្រូវបានគេដេញថ្លៃក្នុងតម្លៃរាប់សែនដុល្លារអាមេរិកទោះជាយ៉ាងណាក៏ដោយនៅពីក្រោយវត្ថុសិល្បៈដែលត្រូវបានថែរក្សាទុកជាកំណប់ទ្រព្យនីមួយៗមានន័យថាសត្វកេងកងក្បាលរឹងឈ្មោលពេញវ័យមួយក្បាលត្រូវដួលស្លាប់ហើយអ្នកដែលបាត់បង់ជីវិតក៏មិនមែនមានតែខ្លួនវាតែម្នាក់នោះដែរនៅក្នុងព្រៃទឹកភ្លៀងនៃកោះបារ៉ាណេអូនិងកោះស៊ូម៉ាត្រាសត្វកេងកងក្បាលរឹងនៅមានឈ្មោះមួយទៀតគឺសត្វស្លាប់នៃក្តីស្រឡាញ់ពួកវាស្មោះត្រង់នឹងដៃគូតែមួយគត់ពេញមួយជីវិតពេលចាប់គូហើយគឺរួមរស់ជាមួយគ្នារហូតដល់ស្លាប់រៀងៗខ្លួនទោះបីជាដៃគូម្ខាងស្លាប់ទៅក៏ដៃគូម្ខាងទៀតកម្រនឹងស្វែងរកគូថ្មីណាស់រៀងរាល់រដូវបន្តពូជប្តីប្រពន្ធសត្វកេងកងនឹងស្វែងរកប្រហោងឈើធម្មជាតិមួយដើម្បីធ្វើជាផ្ទះសម្រាប់កូនៗនាពេលអនាគតបន្ទាប់មកសត្វញីនឹងចូលទៅក្នុងប្រហោងឈើនោះដោយស្ម័គ្រចិត្តរួចយកដីកាក់ផ្លែឈើនិងទឹកមាត់មកបិទផ្ចិតមាត់ប្រហោងម្ដងមួយស្រទាប់បន្ទាប់យ៉ាងជិតឈឹងដោយបន្សល់ទុកតែប្រឡោះតូចមួយល្មមអាចលយចំពុះចេញមកក្រៅបានប៉ុណ្ណោះបន្ទាប់ពីជញ្ជាំងដីស្ងួតអស់ហើយសត្វញីមិនអាចចាក់ចេញពីទីនោះបានទៀតឡើយដោយត្រូវស៊ូទ្រាំនៅក្នុងភាពងងឹតជំរុះរោមនិងចិញ្ចឹមកូនតូចជួនកាលសូម្បីតែរោមសម្រាប់ហើររបស់វាក៏ត្រូវជំរុះអស់ដែរហើយបាត់បង់សមត្ថភាពហោះហើរមួយរយៈពេលខ្លីចាប់ពីពេលនេះតទៅសត្វឈ្មោលគឺជាប្រភពជីវិតរបស់គ្រួសារទាំងមូលវាហោះហើររាប់សិបគីឡូម៉ែត្ររៀងរាល់ថ្ងៃដើម្បីស្វែងរកចំណីរួចបញ្ចុកចំណីម្ដងមួយម៉ាត់តាមរយៈប្រឡោះតូចនោះរហូតទាល់តែកូនតូចធំដឹងក្តីទើបគ្រួសារទាំង3អាចបំបែកជញ្ជាំងដីហើយចេញមកក្រៅជាមួយគ្នាបានលើពីនេះទៅទៀតសត្វកេងកងក្បាលរឹងក៏ជាភ្នាក់ងារសារព្រោះគ្រាប់ពូជនៃព្រៃឈើផងដែរពួកវាលេបផ្លែឈើរួចហោះទៅទីឆ្ងាយដើម្បីបញ្ចេញគ្រាប់ពូជមកវិញតាមរយៈលាមកការសាយភាយនៃដើមឈើធំៗជាច្រើនសុទ្ធតែពឹងផ្អែកលើជំនួយពីសត្វស្លាបដែលមានមាឌធំដូចនេះសត្វកេងកងក្បាលរឹងមួយក្បាលដែលរស់នៅមិនត្រឹមតែចិញ្ចឹមគ្រួសាររបស់វានោះទេប៉ុន្តែក៏កំពុងចិញ្ចឹមព្រៃឈើទាំងមូលផងដែរប៉ុន្តែពួកព្រានព្រៃមើលឃើញតែលុយប៉ុណ្ណោះពួកគេសម្លាប់សត្វឈ្មោលរួចកាត់យកក្បាលរបស់វាទៅសត្វស្លាបដែលគួរតែត្រឡប់មកសម្បុកវិញដើម្បីបញ្ចុកចំណីនោះនឹងមិនលេចមុខមកវិញទៀតឡើយក្នុងពេលជាមួយគ្នានេះដែរនៅក្នុងប្រហោងឈើដែលនៅចម្ងាយជាង10គីឡូម៉ែត្រនោះការស្លាប់ដ៏ឈឺចាប់និងអូសបន្លាយពេលកាន់តែយូរទើបតែចាប់ផ្ដើមឡើងតែប៉ុណ្ណោះសត្វញីនៅតែបន្តយាមកាមសម្បុកដោយលយចំពុះរបស់វាទៅកាន់មាត់ប្រហោងម្ដងហើយម្ដងទៀតដើម្បីរងចាំសំឡេងដែលធ្លាប់ស្គាល់ភាពអត់ឃ្លានបានស៊ីបំផ្លាញកម្លាំងកាយរបស់វាកាន់តែខ្លាំងឡើងបន្តិចម្ដងម្នាន់វាមិនអាចបំបែកជញ្ជាំងដីដែលវាបានបិទផ្ចិតដោយផ្ទាល់ដៃរបស់វាបានឡើយហើយក៏គ្មានកម្លាំងដើម្បីរត់គេចចេញពីគុកងងឹតនេះដែរមានតែរងចាំសេចក្តីស្លាប់បន្តិចម្ដងនៅក្នុងភាពងងឹតជាមួយកូនរបស់វាប៉ុណ្ណោះដូច្នេះអ្វីដែលព្រានព្រៃយកទៅមិនមែនគ្រាន់តែជាវត្ថុធាតុដើមមួយដុំនោះទេប៉ុន្តែវាគឺជាការកាត់ផ្ដាច់ខ្សែជីវិតមួយខ្សែនៅពេលសត្វឈ្មោលស្លាប់សត្វញីនិងកូនតូចក៏ទំនងជាមិនអាចរស់បានឡើយសប្តាហ៍ថ្ងៃនេះសត្វកេងកងក្បាលរឹងបានក្លាយជាប្រភេទសត្វដែលកំពុងប្រឈមនឹងការផុតពូជកម្រិតធ្ងន់ធ្ងរបំផុតមានមនុស្សខ្លះបានឆ្លាក់វាជារូបរាងដ៏មានក្តីមេត្តាករុណារួចពាក់ជាប់នឹងខ្លួនដើម្បីបន់ស្រន់សុំសេចក្តីសុខសប្បាយប៉ុន្តែពណ៌ក្រហមឆ្អៅនោះមិនមែនជាលាភសំណាងឡើយវាគឺជាអាហារពេលចុងក្រោយបង្អស់ដែលសត្វឈ្មោលមិនបាននាំយកមកផ្ទះវាគឺជាភាពស្ងៀមស្ងាត់រហូតដល់អស់សង្ឃឹមរបស់សត្វញីដែលកំពុងទន្ទឹងរង់ចាំហើយក៏ជាវាសនាចុងក្រោយរបស់កូនបក្សីមួយសម្បុកដែលគ្មានឱកាសបានហើរចេញពីព្រៃទឹកភ្លៀងនេះឡើយ